ធ្វើចុះកូនចាអញ្ចឹងទាំងអស់គ្នាមេរៀនថ្ងៃនេះគឺយើងនឹងរៀនអំពីប្រៀបធៀបអក្សរសិល្ប៍ក៏ប៉ុន្តែអ្នកគ្រូមានសំណួរសួរយើងតាក់ទងទៅនឹងមេរៀនសប្តាហ៍មុនដើម្បីប្រៀបធៀបអក្សរសិល្ប៍បានថាតើយើងមានគោលបំណងអ្វីដើម្បីធ្វើការប្រៀបធៀបកាលណាគេនិយាយពីការប្រៀបធៀបគឺត្រូវមានរឿងចំនួនប៉ុន្មាន2មែនទេអញ្ចឹងការប្រៀបធៀបនេះក៏គឺមិនមែនប្រៀបធៀបអក្សរសិល្ប៍ខ្មែរទេគឺយើងប្រៀបធៀបអក្សរសិល្ប៍ខ្មែរជាមួយនឹងអក្សរសិល្ប៍បរទេសអញ្ចឹងគោលបំណងនៃការប្រៀបធៀបគឺគេប្រៀបធៀបដើម្បីអ្វីអ្នកណាដឹងសូមអ្នកស្ម័គ្រចិត្តចាអ្នកគ្រូក្នុងគោលបំណងសិក្សាប្រៀបធៀបអក្សរសិល្ប៍គឺយើងចង់រកឲ្យឃើញពីភាពខុសគ្នានិងដូចគ្នានៃជំនឿសាសនាទន្លេមទម្លាប់ផ្នែកគំនិតរបស់អ្នកនិពន្ធចាអរគុណសំណាងសុកនេះជំរាបអ្នកគ្រូការសិក្សាការប្រៀបធៀបអក្សរសិល្ប៍គឺមានគោលបំណងដើម្បីឲ្យយើងដឹងពីភាពឆ្លងគ្នារវាងអក្សរសិល្ប៍បរទេសនិងអក្សរសិល្ប៍ខ្មែរចាប៉ុណ្្នឹងឯងចាអ្នកគ្រូអ្នកណាចង់ឆ្លើយទៀតចាបាទជំរាបអ្នកគ្រូយើងសិក្សាអក្សរសិល្ប៍ប្រៀបធៀបនេះគឺដើម្បីរកឃើញពីតំណែងតំណងផ្នែកអត្តន័យអត្ថរូបនិងអត្ថរសចារកអត្តន័យអត្ថរូបនិងអត្ថរសមានគ្នាយើងណាចង់ឆ្លើយទៀតយើងអាចហុចទៅគ្នាយើងទៅមានទេដូចជាតិចាផាណែតតោះបាទជំរាបអ្នកគ្រូតកតងនឹងការប្រៀបធៀបអក្សរសិល្ប៍បាទខ្មែរនិងអក្សរសិល្ប៍បរទេសគឺមានគោលបំណងដូចជាផ្លាស់ប្ដូរឬក៏យើងអាចមើលថាទម្រង់នៃការតែងនិពន្ធអក្សរសិល្ប៍បរទេសមិនដែរអញ្ចឹងយើងអាចមើលទម្រង់របស់គេយកមកអភិវឌ្ឍនៅក្នុងការតែងនិពន្ធស្នាដៃអក្សរសិល្ប៍ខ្មែរយើងចាអរគុណអបអរសាទរអញ្ចឹងសរុបសេចក្តីមកដើម្បីប្រៀបធៀបអក្សរសិល្ប៍មួយគឺយើងត្រូវមើលពីអត្តន័យអត្ថរូបអត្ថរសអីទៀតពីជំនឿពីតម្លៃជារួមវិធីសាស្ត្របទពិសោធន៍មែនទេចុះបើសិនជារឿងហ្នឹងស្ថិតនៅក្នុងតថភាពឆ្ងាយពីគ្នាប្រៀបធៀបបានអត់សុំម៉ៃប្រៀបធៀបបានអត់បើសិនជាឆ្ងាយពីគ្នាអ្នកគ្រូយើងអាចប្រៀបធៀបបានបើអក្សរសិល្ប៍នឹងមានឆ្ងាយពីគ្នាអក្សរសិល្ប៍ដូចឧទាហរណ៍ទៅដូចជាអក្សរសិល្ប៍បរទេសនិងអក្សរសិល្ប៍ខ្មែររបស់យើងអាចប្រៀបធៀបបានដោយយើងមើលទៅលើនិន្នាការនៃការសរសេរអក្សរសិល្ប៍នឹងនៃរបស់អ្នកនិពន្ធដែលគាត់តាក់តែងនឹងហើយនឹងផ្នត់គំនិតរបស់អ្នកនិពន្ធតើគាត់សរសេរក្នុងអក្សរសិល្ប៍នឹងគាត់មានគោលបំណងគាត់បង្កប់នៅផ្នត់គំនិតបែបម៉េចចាអ្នកគ្រូអរគុណតោះឥឡូវទាំងអស់គ្នាមើលតើការសិក្សាអក្សរសិល្ប៍ប្រៀបធៀបមានគោលបំណងអ្វីគឺទាំងអស់គ្នាបានឆ្លើយឲ្យអ្នកគ្រូហើយអ្នកគ្រូក៏សូមបង្ហាញនៅចម្លើយដែលពួកយើងបានឆ្លើយគឺរកឲ្យឃើញតម្លៃជារួមអីគេតម្លៃជារួមតម្លៃជារួមនិងឧត្តមគតិក្នុងស្នាដៃពាក្យថាតម្លៃជារួមទាំងអស់គ្នាដែលលើពាក្យថាតម្លៃជាសកលឬបញ្ហាសកលទេចាបញ្ហាជាសកលឬក៏តម្លៃជាសកលហើយឧត្តមគតិគឺជាគំនិតរបស់អ្នកនិពន្ធអញ្ចឹងបានន័យថាកាលណាយើងប្រៀបធៀបយើងនឹងឃើញពីការគិតនិងការដៅសម្គាល់របស់អ្នកនិពន្ធថាគាត់ចង់បង្ហាញពីអីចំណុចទី2ផ្លាស់ប្ដូរបទពិសោធន៍គ្នាយើងបានឆ្លើយឯមិញបានមិនអញ្ចឹងទេតតែយើងសិក្សារឿងគេបានដឹងថាយើងនៅកម្រិតមួយណាយើងទៅតាន់គេអត់ឬក៏ឆ្ងាយជាងគេទី3ផ្នត់គំនិតនិងនិន្នាការកាលណានិយាយពីផ្នត់គំនិតដោយសំណាងលើកឡើងអញ្ចឹងគឺទំនោរអ្នកនិពន្ធមួយត្បិតថាសម័យកាលនឹងឆ្លុះបញ្ចាំងពីតថភាពសង្គមយ៉ាងម៉េចហើយប៉ុន្តែទំនោររបស់យើងគឺអាចប្រែប្រួលទេមិនអញ្ចឹងហ៎គឺទំនោររបស់អ្នកនិពន្ធត្រូវតែល្អៀងមិនអាចនឹងទេចំណុចមួយទៀតទំនាក់ទំនងអត្តន័យអត្ថរូបអត្ថរសគ្នាយើងបានឆ្លើយដែរនិងអតិពលឆ្លងគ្នាអីគេឆ្លងគ្នា
អតិពលឆ្លងគ្នាលំនាំមែនទេឧទាហរណ៍អ្នកនិពន្ធចូលចិត្តឲ្យតួឯងស្លាប់រឿងនោះល្បីអញ្ចឹងនេះអាលំនាំឆ្លងផលជះគេហៅថាផលជះនេះធ្វើឲ្យអ្នកនិពន្ធផ្សេងទៀតយកលំនាំតាមប៉ុន្តែបង្វែរសាច់រឿងតែខ្លឹមសារប្រហាក់ប្រហែលគ្នាពីព្រោះកាលណាធ្វើអញ្ចឹងធ្វើឲ្យអ្នកអាននឹងចូលចិត្តដិតអារម្មណ៍ជឿអត់ហើយបើឲ្យជួបគ្នា happy ending ហ្នឹងភាគច្រើននោះដែរតែបើឲ្យមួយស្លាប់ឬស្លាប់ទាំងពីរចាដូចតំណងដែរអញ្ចឹងបាន Shakespeare គាត់ច្រើនតែងរឿងជាសោកនាដកម្មមួយទៀតបង្ហាញពីភាពដូចនឹងខុសប្រពៃណីទំនៀមទម្លាប់ដោយសុភ័ណ្ឌលើកឡើងអញ្ចឹងប្រពៃណីទំនៀមទម្លាប់វាអាចដូចអាចខុសអាស្រ័យទៅលើជំនឿរបស់ប្រទេសនីមួយមែនអត់តើស្នាដៃអក្សរសិល្ប៍មួយណាដែលបង្ហាញពីសោកនាដកម្មរបស់តួអង្គក្រោមទស្សនៈនំមិនធំជាងនាលចាជួយហុចម៉ៃអត់អីទេយើងបបចាដើរទៅយីថ្នាក់រៀនសកម្មកុំភ័យហើយងើបមកតើលេងហ៊ានចង់ដើរតើបាទជំរាបអ្នកគ្រូស្នាដៃអក្សរសិល្ប៍ដែលបង្ហាញអំពីសោកនាដកម្មរបស់តួអង្គក្រោមទស្សនៈនំមិនធំជាងនេះគឺរឿងទុំទាវនេះច្បាស់អត់បាទច្បាស់អ្នកគ្រូច្បាស់ហ្មងច្បាស់តែម្ដងមិនបានច្បាស់ដោយសារបានសិក្សារឿងទុំទាវហើយនៅក្នុងរឿងទុំទាវគឺគេបង្ហាញអំពីពាក្យថានំមិនធំជាងនេះហ្នឹងចាចុះបើគេថារឿងផ្កាសបូនរឿងហ្នឹងនៅក្នុងរឿងផ្កាសពូនហ្នឹងគឺมันបាននិយាយអំពីពាក្យថានំមិនធំជាងនេះហ្នឹងទេបាននិយាយប៉ុន្តែគាត់អនុវត្តនំធំជាងនេះអត់បាទប៉ុន្តែអនុវត្តទៅអត់បាទអនុវត្តអញ្ចឹងចម្លើយមួយទៀតដែលយើងត្រូវបង្ហាញប្រាប់គ្រូថាដោយហេតុថាគ្រូបោះលីងរឿងទុំទាវឲ្យអានហើយអញ្ចឹងហីរឿងអីហ្នឹងមកគ្រូប្រៀបធៀបការសពូនយើងមិនព្រមមែនទេចាអញ្ចឹងថ្នាក់រៀនត្រឡប់អ្នកគ្រូបានផ្ដល់ឯកសាររឿងទុំទាវឲ្យអានហើយដើម្បីយកមកធ្វើការប្រៀបធៀបអរគុណច្រើនលេខតេះដៃឲ្យតោះឥឡូវយើងមើលសំណួរទី2នៅក្នុងស្នាដៃអក្សរសិល្ប៍បរទេសមួយណាដែលឆ្លុះបញ្ចាំងពីសោកនាដកម្មរបស់តួអង្គសោកនាដកម្មរបស់តួអង្គដើម្បីបង្ហាញនៅភក្តីភាពអក្សរសិល្ប៍បរទេសមិនមែនជីវិតស្ត្រីមេផ្ទះណាកុំភ្លេចមើលឃ្លាខាងលើគឺគេបញ្ជាក់ថានៅក្នុងកម្មវិធីសិក្សាយើងណាចាជំរាបប្រសាសន៍អ្នកគ្រូតាមរយៈស្នាដៃអក្សរសិល្ប៍បរទេសមួយដែលបានឆ្លុះបញ្ចាំងពីសោកនាដកម្មរបស់តួអង្គដើម្បីបង្ហាញនៅភក្តីភាពគឺរឿងរ៉ូមេអូនិងសូយ៉ែតច្បាស់ហ៎ចាអ្នកគ្រូមិនបានច្បាស់ដោយសាររឿងហ្នឹងពួកយើងបានធ្លាប់សិក្សាហើយចាហើយដឹងថាមកប្រៀបធៀបអាហ្នឹងអត់បើយើងគិតមើលទៅពីរឿងហ្នឹងវាមានលក្ខណៈស្តៀងគ្នាអញ្ចឹងអាចនឹងប្រៀបធៀបរឿងហ្នឹងចាអរគុណច្រើនសូមម្នាក់ទៀតអ្នកណាគិតថារឿងណាផ្សេងដែលប្រហែលរឿងរ៉ូមេអូពីណាមានទេមានអត់ទេចាជាតិនោះចាអ្នកគ្រូស្នាដៃអក្សរសិល្ប៍បរទេសមួយទៀតដែលឆ្លុះបញ្ចាំងពីសោកនាដកម្មរបស់តួអង្គដើម្បីរក្សានូវភក្តីភាពគឺមានដូចជារឿងប៉ូវីសនីនេះគ្រូប៉ូវីសនីចាមានអីទៀតអត់ចាំបានប៉ុណ្្នឹងនេះគ្រូចាអរគុណត្រឹមត្រូវអញ្ចឹងសំណួរនេះហាក់ដូចជាទូទៅក៏ប៉ុន្តែយើងដឹងថាអ្នកគ្រូនឹងទាញមកបង្រួមឲ្យតូចវិញគឺរឿងដែលយើងត្រូវសិក្សាប្រៀបធៀបគឺរឿងអីរ៉ូមេអូនិងស៊ូលីយ៉ែតអញ្ចឹងយើងនឹងធ្វើការប្រៀបធៀបរឿងពីរដែលតួឯកស្រីប្រុសស្លាប់ដូចគ្នាប៉ុណ្ណឹងបានលក្ខណៈដូចមួយមែនទេបង្ហាញពីសោកនាដកម្មនៃរឿងពីរស្ថិតក្នុងតថភាពផ្សេងគ្នាតែពេលដែលយើងបានអាននឹងវិភាគរឿងមួយហើយពីព្រោះធ្លាប់ធ្វើការងារមិនអញ្ចឹងអញ្ចឹងយើងឃើញរឿងពីរហ្នឹងមានលក្ខណៈឆ្លងអត់ឆ្លងមិនដឹងរឿងគេឆ្លងមកទុំទាវក៏ទុំទាវឆ្លងពីរ៉ូមេអូមែនទេចាអញ្ចឹងវាមានលក្ខណៈឆ្លងអញ្ចឹងតកតងទៅនឹងរឿងទាំងពីរនេះ
អ្នកគ្រូសុំសួរប្រភពតកតងទៅនឹងរឿងទុំទាវអ្នកនិពន្ធឈ្មោះអីតែងជាពាក្យរាយឬក៏ពាក្យកាព្យឆ្លុះបញ្ចាំងតថភាពសម័យណាសូមតែម្នាក់ឯងតោះចាអ្នកគ្រូរឿងទុំទាវនិពន្ធដោយភិក្ខុងួនសោមហើយនិពន្ធនៅឆ្នាំ1915ហើយរឿងហ្នឹងតែងជាពាក្យកាព្យកំណាត់បទពាក្យ7ហើយរឿងហ្នឹងដែរគឺឆ្លុះបញ្ចាំងសង្គមខ្មែរនៅសម័យលង្វែកចាត្រឹមត្រូវអត់គ្នាយើងតោះរឿងទី2រ៉ូមេអូនិងស៊ូលីយ៉ែតអ្នកនិពន្ធឈ្មោះអីនិពន្ធនៅឆ្នាំណាឆ្លុះបញ្ចាំងតថភាពសម័យកាលណាសូមអ្នកស្ម័គ្រចិត្តរឿងទី2តែរត់ហុចមីក្រូជំរាបអ្នកគ្រូរឿងរ៉ូមីអូនិងស៊ូលីយ៉ែតនិពន្ធដោយលោកWilliam Shakespeare និពន្ធនៅឆ្នាំ1594ហើយរឿងនេះគឺជាប្រភេទល្ខោនសោកនាដកម្មចាអរគុណច្រើនស្រីរ៉ាន់តាមដៃនេះត្រូវអត់នឹងតែដៃឲ្យត្រូវអត់ត្រូវអ្នកគ្រូនឹងត្រូវហើយតោះឥឡូវយើងមើលរឿងទុំទាវគឺមានប្រភពនៅប្រទេសកម្ពុជាហើយនេះជាឯកសារដែលអ្នកគ្រូធ្លាប់បានឲ្យពួកយើងអានហើយនឹងវិភាគរួចហើយគឺវិភាគរឿងទាំងមូលសិក្សាតាមទម្រង់របស់ក្រសួងអប់រំគឺលេខ03ត្រូវទេចាអញ្ចឹងចំពោះខ្លឹមសារនេះគឺពួកយើងបានចេះហើយកុំអត់មានអីប្លែកដែរពីព្រោះយើងបានវិភាគចំណុចទី2គឺរឿងរ៉ូមីអូនិងស៊ូលីយ៉ែតទាំងអស់គ្នាដែលអានស្នាដៃលោក Shakespeare ក្រៅពីរឿងហ្នឹងឯងធ្លាប់អានទេមានរឿងអីមួយទៀតក្នុងកម្មវិធីសិក្សាត្រូវហើយក្នុងកម្មវិធីសិក្សា Hamlet ច្បាស់ទេតែនៅក្នុងកម្មវិធីសិក្សាគេដាក់ចំណងជើងអីមរណភាពឬក៏វីរភាពណប្រឡំឲ្យលឺភាពចារបស់ណាគេ Hamlet មែនទេវគ្គហ្នឹងវគ្គ Hamlet សងសឹកត្រូវអត់ប៉ុន្តែជាអត្ថបទដកស្រង់តូចមួយផ្នែកតូចមួយនៃផ្ទៃរឿងទេអញ្ចឹងទាំងអស់គ្នាតាក់ទងចំណុចនេះរឿង2យើងបានចេះហើយវិភាគហើយអញ្ចឹងមានជាសំណួរកលឹះមួយដែលក្តោបខ្លឹមសាររឿងទាំង2សួរថាម៉ៃឥឡូវម៉ៃនៅខាងណាចាសេរ៉តអានសំណួរទៀតចូលធ្វើការប្រៀបធៀបគំនិតសំខាន់ក្នុងស្នាដៃអក្សរសិល្ប៍រឿងទុំទាវនិងរឿងរ៉ូមីអូនិងស៊ូលីយ៉ែតចាអរគុណកាលណាធ្វើការប្រៀបធៀបគឺយើងប្រៀបធៀបរកអ្វីប្រៀបធៀបគំនិតសំខាន់នៃស្នាដៃរឿងទាំងពីរកាលណាពាក្យបង្គាប់បញ្ជាឲ្យយើងប្រៀបធៀបតើយើងប្រៀបធៀបរកអីចាតោះតែខាងនោះយើងទៅដល់មីក្រូលឿនដូចទៅដល់លោកឈើហ្នឹងហើយតោះបាទជំរាបសួរអ្នកគ្រូសូមជម្រាបថាកាលណាយើងប្រៀបធៀបគឺយើងប្រៀបធៀបរកលក្ខណៈដូចនិងលក្ខណៈខុសគ្នាចាវ៉ាវបើប្រឡងទី12ដឹងជាប់គ្នាចាអញ្ចឹងកាលណាប្រៀបធៀបរកលក្ខណៈដូចនិងលក្ខណៈខុសមែនអត់មានអ្នកណារកលក្ខណៈប្រហែលទេហីដូចខុសពីប្រហែលណាត្រូវអត់ចាបើប្រហែលអញ្ចឹងគេហៅនេះហើយមែនទេចាមានអ្នកណារកអីផ្សេងពីគ្នាយើងទេអត់មានទេហ៎រកលក្ខណៈរួមកាលណារួមតើតែវាដូចគ្នាមកវារួមគ្នាមិនអញ្ចឹងអីមែនអត់ចាអញ្ចឹងកាលណាប្រៀបធៀបគំនិតសំខាន់ទាំងអស់គ្នារកឲ្យឃើញលក្ខណៈដូចនិងលក្ខណៈខុសតោះឥឡូវគំនិតសំខាន់ក្នុងរឿងទាំងពីរថាតើគំនិតសំខាន់ណាខ្លះដែលយើងនឹងយកមកធ្វើការប្រៀបធៀបតោះអាចធ្វើជាព្យុះគំនិតម្នាក់មួយម៉ាត់បានទេចា
ចាអ្នកគ្រូនៅក្នុងរឿងទាំងពីរហ្នឹងយើងអាចប្រៀបធៀបពីលក្ខណៈសេចក្តីស្នេហានៅក្នុងរឿងទាំងពីរនេះគ្រូស្នេហាចាអ្នកគ្រូមានតែប៉ុណ្្នឹងឯងអាចរកបានមួយពីរអីផ្សេងរនឹកម្ដងចាតោះណាជំរាបប្រសាសន៍អ្នកគ្រូការប្រៀបធៀបទៅលើចំណុចសំខាន់មានដូចជាវិធីតែងនិពន្ធទាំងចំណុចផ្ដើមរឿងតួរឿងហើយនិងការបញ្ចប់រឿងណាគ្រូចាវិធីតែងនិពន្ធអរគុណមានបាន2ហើយពីណាមានកំណត់អីទៀតរកបាន10 20មើលជំរាបប្រសាសន៍អ្នកគ្រូយើងប្រៀបធៀបរយឃើញអំពីការគ្រប់គ្រងហើយនិងការបញ្ចប់រឿងរបស់អ្នកនិពន្ធបាទចាការគ្រប់គ្រងនិងការបញ្ចប់រឿងចាអរគុណគ្រប់គ្រងហ្នឹងនិយាយពីរបបគ្រប់គ្រងនៅសម័យហ្នឹងមែនបាទអ្នកគ្រូបាទចាអញ្ចឹងបានន័យថាប្រៀបធៀបពីសម័យហ្នឹងគ្រប់គ្រងដូចគ្នាត្រង់ណាខុសត្រង់ណាអញ្ចឹងណាបាទដល់ពេលបញ្ចប់រឿងតើការបញ្ចប់រឿងហ្នឹងមានលក្ខណៈដូចម្ដេចអ្នកគ្រូមានលក្ខណៈដូចម្ដេចខុសគ្នាឬក៏ដូចគ្នាឬក៏ដូចគ្នាចាចាជ្រាបសារអ្នកគ្រូយើងអាចសិក្សាទៅលើរោលលក្ខណៈដូចនិងលក្ខណៈខុសគ្នាទាក់ទងនឹងបញ្ហាទំនៀមទម្លាប់ប្រពៃណីដែលមាននៅក្នុងសម័យកាលនីមួយៗចាទំនៀមទម្លាប់ប្រពៃណីអរគុណអ្នកណាមានកំណត់អីទៀតណាអញ្ញឹមរហូតបាទជំរាបអ្នកគ្រូគំនិតសំខាន់នៅក្នុងការសិក្សាប្រៀបធៀបទៅលើស្នាដៃរឿងទាំងពីរគឺយើងប្រៀបធៀបទៅលើការទុកដាក់កូនចៅរបស់ហៅថាឪពុកម្ដាយចាការទុកដាក់កូនចៅរបស់ឪពុកម្ដាយបាទអញ្ចឹងរឿងពីរហ្នឹងតកតងទៅនឹងការរើសគូសកលឲ្យដែរបាទច្បាស់ហ៎ច្បាស់មិនបានច្បាស់ដោយសារបានអាននេះគ្រូចាអរគុណគីឡូថាតាមគេអ្នកគ្រូថាគីឡូយើងថាតាមគេអញ្ចឹងណាចាអញ្ចឹងអ្នកគ្រូចែកពួកយើងជា5ក្រុមចាអញ្ចឹងក្រុមមួយក្រុមមានគ្នា3នាក់អញ្ចឹងក្រុមយើងអង្គុយបច្ចុប្បន្នត្រូវបំលាស់ទីហើយតោះណាអ្នកដែលនៅទីតាំងទី1ក្រុមភក្តីភាពចាក្រុមទុកដាក់កូនចៅក្រុមរបបគ្រប់គ្រងក្រុមទំនៀមទម្លាប់និងក្រុមបញ្ចប់រឿងអញ្ចឹងអ្នកដែលមានឈ្មោះក្រុម1ក្រុមអីភក្តីភាពក្រុម2ក្រុម3ក្រុម4ទីក្រុមទី5តោះសូមបំលាស់ទីលើកសម្ភារៈឧបទេសយើងទៅតាមក្រុមថ្មីផងយើងឲ្យហើយមានកុំតទេតោះឥឡូវយើងចូលតាមក្រុមហើយពេលអ្នកគ្រូហៅក្រុម1ផ្ទះដៃ1ក្រុម2ផ្ទះដៃ2ក្រុម3ផ្ទះដៃតាមក្រុម5ផ្ទះចំនួន5តោះអង្គុយតាមទីតាំងត្រៀមក្រុម1ដងទៀតណាក្រុម1ក្រុម2ក្រុម3នេះដូច4អីមិញក្រុម4ក្រុម5ចាអញ្ចឹងសូមក្រុមទាំង5 scan QR នៅលើក្តារខៀនដើម្បីចូលទៅឆ្លើយសំណួរតាមក្រុមមកក្រុម scan មួយបានហើយលក្ខណៈអភិជនហ្នឹងមកក្រុមគេលើកទូរស័ព្ទបង្ហាញដើម្បីចាគុំ submit ចាអញ្ចឹងយើងអ្នកចូលឆ្លើយទាំងអស់គ្នាពេលដែល scan ហើយចូលឆ្លើយនៅចម្លើយក្រុមយើងដាក់នេះ scan លើចាអីឈ្មោះក្រុម
thì hơi trong sập nghỉ hơi scan này hay thực tế thì ở trong trong sập nghỉ trâu băng còi trong nói không tre tre mà bằng đấy nè từ bốn cứ đặt đồ chật bàn tì với chật nó cộng nó chẳng khó nó con chưa này chị ha con chưa mất hết chơi là cái đặt đồ hay họ bằng tì với tre mất hết chơi bay thế là cái đặt khó hết tổng chơi tết sau khi chụp hình là xong chuyện sai kia rồi lột lợn thếចាអញ្ចឹងទាំងអស់គ្នាដើម្បីជាគំនិតជំនួយនៅក្នុងការស្រាវជ្រាវអ្នកគ្រូសំណើឲ្យយើងស្រាវជ្រាវទៅក្នុងកម្មវិធីខាងស្ដាំនោះមានដូចជាសាលា Digital ChatGPT Gemini Copilot និង Google គឺយើងអាច search បានណាអាច search រកខ្លឹមសារដែលជាអំណះអំណាងគ្រប់គ្រងបន្ថែមណាហើយតកតងទៅនឹងQR ខាងលើនេះគឺជាខ្លឹមសារសង្ខេបនៃមេរៀនហ្នឹងតែយើងមិនបាច់តន់ scan ទេយើងអាចស្រាវជ្រាវទៅតាមwebsite ហើយនឹងអ្នកគ្រូឲ្យនៅខាងkiaនោះនៅក្នុងមានសាលា Digital ChatGPT អីនោះចាអញ្ចឹងយើងអាចពិភាក្សាហើយស្រាវជ្រាវបន្ថែម